គឺជាទីបញ្ចុះព្រះធាតុទីនាលដែលបានអរតទីមកអំពីមលក្សត្រខាងកុសិនារាទៀតមលរដ្ឋធ្វើដំណើរមកយូរណាស់ទៅតាមដំណើរផ្លូវទៀតទៅកុសិនារាមកទៀតណាយើងបានដឹងទៅតាមក្រសួងបុរាណវត្ថុហ្នឹងលោកស្រាវជ្រាវទៅលោកឃើញលោកដឹងស្ថានទីនេះក៏បានជាផបតំណាងសិរីមង្គលដល់ពុទ្ធបរិស័ទយើងដែលធ្លាប់ទៅបានឮឥឡូវយើងបានមកថ្វាយបង្គំក្នុងទីស្ថាននេះដោយក្តីជ្រះថ្លាទៀតណាហើយរឿងរ៉ាវតាក់ទងទៅនឹងពពួកប្រែតដែលបន្ទុកសារាយនឹងការបូជាប្រធានក៏មានច្រើននៅក្នុងគម្ពីរបេតវត្ថុនិងអ្នកដែលទៅកាន់ទេវលោកក៏មានច្រើនតាក់ទងទៅនឹងព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធយើងបានមកដល់អាជាសតុសដោបនៅខាងជើងក្រុងរាជក្រឹត្យឥតិពិសោភគវេអរហង្គសម្មាសម្ពុទ្ធោវេជាចរណសម្បណ្ណោសុគតោលោកវិទូអនន្តរោបរិសតំវសារតិសੰវេមនោសានំពុទ្ធោភគវេតតាំងអរហាភិគុណសង្យុតតាំងពុទ្ធាំងសេរសានមេវិតញ្ចពុទ្ធាំងโอโหอภิปูชเยมิ เตสตัทธันเตอะระเปียหาสตัทธันเตอาเกียนวานสกังครังปุแปรទាំងឡាយតែនៃញាតដោយគិតថាជាផ្ទះរបស់ខ្លួនរមែងឈរនៅចិត្តខាងក្រៅជញ្ជាំងផ្ទះទាំងឡាយខ្លះនេះផ្លូវបែកជា4និងផ្លូវបែកជា3ទាំងឡាយខ្លះគណាអត់អីទេចេញអង្គុយចុះឥឡូវយើងបានមកដល់ស្ថានទីចុងក្រោយបំផុតនៅក្នុងក្រុងរាជក្រឹត្យណាដែនមគ្គធៈនេះគឺកណ្ដាលទីក្រុងចាស់ដែលជាព្រះរាជវាំងនៃព្រះបាទពិមពិសាទៀត
ក្រោយមកប្របាទអាជាតិសតៈនឹងព្រះអង្គដៅក្រហាយក្នុងប្រទេសមិនអាចនៅនឹងទីក្រុងព្រះរាជវាំងរបស់ព្រះបិតានឹងបានកាលណាបើនៅទៅចិត្តតែនឹកឃើញហៅថាក្តៅក្រហាយស្ដាយក្រោយចឹងមាននៅក្នុងពេទ្យវត្ថុបានសម្ដែងកន្លែងមួយព្រះមហារាជនឹងក៏បានទុំមិនលក់ហ្នឹងក៏ចេញមកក្រៅព្រះរាជវាំងអញ្ចឹងដើរចុះឡើងដើរក្រហាយក្នុងចិត្តឃើញប្រែតតាមដែរតាមអាកាសទៅអញ្ចឹងក៏នឹកឃើញថាយីប្រហែលជាអ្នកមានរិទ្ធប៉ុន្តែអត់មានខោអាវមានខោអាវតែអញ្ចឹងហើយស្រាប់តែមកសទុះក្រោយមកឃើញត្រឡប់មកវិញយំស្រែកហើយក៏បានមកជួបនឹងព្រះជាក៏បានសាកសួរទៅបានដឹងថាប្រែតដែលទៅហ្នឹងគឺមានកូនស្រីហ្នឹងបានធ្វើទានប៉ុន្តែបដិគេអកៈសុទ្ធតែអត់មានសិលពួកព្រាហ្មណ៍ទៀតអត់មានសិលដូច្នេះបដិគេអកៈទាំងអស់នោះឯងដែលជាអ្នកលួចយកអាហារបរិភោគរបស់យើងខ្ញុំអញ្ចឹងទៅបានព្រះរាជាប្រាប់ដល់ប្រែតនោះឯងថាអ្នកចូលរងចាំចុះដល់ពេលថ្ងៃស្អែកឡើងយើងនឹងទទួលដល់ព្រះដែលមានរូបភាពព្រមទាំងភិក្ខុសង្ឃហើយយើងនឹងបានធ្វើនៅអាហារទាននេះឯងថ្វាយដល់ព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានហើយនឹងឧទ្ទិសដល់អ្នកហ្នឹងក៏មានរឿងទៀតមានរឿងបាទអាចិតសតៈគាត់បានធ្វើនៅអំពើនេះដោយបតីមេត្តាករុណាទៀតសភាពនៃចិត្តវាដូរត្រឡប់ចឹងកាលពីដើមខ្សែគប់មនុស្សមិនល្អដល់ក្រោយមកបានខ្សែគប់ត្រូវមានសមាធិមានបតីមេត្តាករុណាទៀតនៅទីកន្លែងនេះព្រះអង្គទ្រង់យាងមកចឹងណាទ្រង់យាងចូលមកមានការទទួលនៅផតតាហាជាដើមទាំងនៅក្នុងព្រះរាជវាំងហ្នឹងហើយជាទីកន្លែងពួកប្រែតផងដែរដែលជាញាតិរបស់បាទពិមពិសាណាហើយព្រះអង្គទ្រង់បានត្រាស់សម្ដែងនៅតែរោកតសោតសម្ដែងពីពួកប្រែតជាញាតិនឹងឯងចឹងមនុស្ស84000ទាំងត្រូវគ្នានឹងបឋមខណ្ឌ84000បាននៅអមតៈធម៌នឹងមានសម្ដែងចំនួនទាំងនៅក្នុងណាអត្ថកថាអង្គុត្រនិកាយឯកនិបាតអំពីបុគ្គលឯកក្នុងលោកអំពីបុគ្គលឯកក្នុងលោកណាដែលបានសម្ដែងអំពីបុគ្គលបាននៅអមតៈធម៌ដែលបានស្ដាប់តែរោកតសោតនឹងដូច្នេះក្នុងបនតេខិណានុបទាននឹងឯងគឺចាប់ផ្ដើមពីកន្លែងនឹងទៅជាងផ្ទះទាំងឡាយខ្លះនេះផ្លូវបែកជា4និងផ្លូវបែកជា3ទាំងឡាយខ្លះនិងទ្វារផ្ទះទាំងឡាយខ្លះពហុតេអនបាណាមិខាចភោជេឧបាទតេនិងទឹកនិងបង្អែមនិងចង្អាតដល់លមុំក្រាន់គឺពួកញាតចូលទៅតាំងតកហើយកោចសារតិសត្តានិងកម្មបច្ចយាញាតដល់ប្រែតទាំងឡាយនោះព្រោះកម្មរបស់សត្វទាំងឡាយនោះជាបច្ច័យ